ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខានផុសវីដេអូយូរហើយដោយសារតែរវល់ខ្លាំងណាហើយវីដេអូនេះក៏មិនតំថតថ្ងៃនឹងដែរថតយូរថ្ងៃហើយដែរព្រោះមួយរយៈនេះរវល់ខ្លាំងចឹងអត់សូវមានពេលបានថតវីដេអូផុសទេហើយសម្រាប់ម្ហូបថ្ងៃនេះគឺស្ងោរជ្រក់សាច់មាន់បើក្បាលវីដេអូគឺគ្រាន់តែបើក្បាលមកក៏ដឹងដែរណាចឹងគ្រឿងផ្សំរបស់យើងអត់មានអីច្រើនទេមានតែផ្សិតមានសាច់មាន់មានជីមានស្លឹកខ្ទឹមមានក្រូចឆ្មាគល់ស្លឹកគ្រៃហើយជាដំបូងខ្ញុំដាក់ដាំទឹកឲ្យពុះតាមពេលទឹកពុះខ្ញុំបង់ដុំស៊ុបម្ដុំម្ដេងហើយនឹងគល់ស្លឹកគ្រៃដែលយើងបានដំវារួចហើយហ្នឹងហើយនឹងស្លឹកក្រូចនិងខ្ទឹម2កំពឹសហើយបន្តមកទៀតគឺយើងដាក់សាច់មាន់ចូលសម្រាប់សាច់មាន់យើងស្ងោរវាជាដុំធំៗឲ្យចំបេះហើយឆ្ងាញ់ជាងយើងកាប់ទូចបើសិនជាអត់មានពេលទេនឹងកាប់ទូចបានតែបើថាយើងមានពេលយើងស្ងោរវាបេះទៅឆ្ងាញ់ជាងហើយបន្តមកទៀតគឺខ្ញុំបានដាក់ប៊ីចេងហ្នឹងមកកូនស្លឹកព្រាហើយនឹងទឹកត្រីហ្នឹង2ស្លាបព្រាបាយហើយនឹងអំបិលនឹងមួយចិបហើយបន្ទាប់ពីសាច់មាន់យើងឆ្អិនហើយយើងបង់ផ្សិតចូលនិយាយទៅងាយម្ហូបនេះលឿនរហ័សបានញ៉ាំចឹងឃើញថានៅពេលដែលបងផ្សិតចូលមកស្ទុះហើយផ្សិតរៀងឆ្អិនហើយប៉ុន្តែយើងដួសពពុះនេះចេញណាប៉ុន្តែពេលវាពុះមកវាមានពពុះដែលជាតិអត់ល្អហ្នឹងយើងអាចដួសចេញបានស្ងោរតែមួយចានទេហើយដាក់ញ៉ាំជាមួយនឹងទឹកត្រីម្ទេសហឹលទៀតមកអូហត់បែកនេះខ្ចាយតែម្ដងឥឡូវគឺថាស្លឆ្អិនហើយអញ្ចឹងបន្ទាប់ពីឆ្អិនយើងដួសដាក់ចានយើងដាក់ជីយើងច្បាច់ខូចឆ្មាញ៉ាំតែម្ដងអញ្ចឹងម្ហូបដែលលឿនមិញពេលស្លអត់មានឃើញកោះមាន់ទេណាពេលដួសមកឃើញកោះមាន់ព្រោះឯពេលដាក់នឹងអត់បានថតចូលទេធ្វើបដាថតបដាបែបបញ្ញាប់អញ្ចឹងអត់មានពេលថតអស់ច្រើនចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាមានកន្លែងខុសឆ្គងសូមអធិស្ឋានទុកជាមុនផងអរគុណជម្រាបលាបាយបាយ